ទី7មនុស្សកើតខែមិថុនានរជនប្រុសស្រីកើតចាំខែមិថុនាឬខែជិះបើជោគត្រូវតាមស្លោកគឺជាមនុស្សមានពណ៌សម្បុរកាយខ្មៅរាងខ្ពស់ដំណើរកេងកាំងបន្តិចជាមនុស្សបន្តបន្សំចិញ្ចឹមអាត្មាបានស្រួលសន្មតថាសមាគមគប់មិត្តគួរជ្រើសយកមនុស្សសម្បុរបដិប្រសងគឺសម្បុរខ្មៅនឹងខ្លួនទើបបានជាមេត្រីមានភារៈភាពល្អតាមពិតនរជនពួកនេះបើបានកូនប្រុសដំបងកូននោះពិតអាចជាទីពំនាក់ទៅអនាគតផ្ទុយទៅវិញបើមនុស្សកើតខែមិថុនាបានកូនស្រីច្បងច្រើនមានការផលរមាស់ពុំស្រួលឬជារឿយមនុស្សកាត់ខែមិថុនានេះមានបច្ចាមិត្តចំពោះជនដែលមានសម្បុរស្ដើងរយភ្នែកលឿងហើយក្រឡឹបផងចំណែកគូសម្ផស្សត្រូវជួបនឹងគូដែលមានវិចារទន់ភ្លន់រឹកសុភាពចិត្តសប្បុរសល្មមទីពឹងសង្ឃឹងបាននៅជាមួយគ្នាទៅវិញទៅមកទី7មនុស្សកើតខែមិថុនានរជនប្រុសស្រីកើតចាំខែមិថុនាឬខែជិះបើជោគត្រូវតាមស្លោកគឺជាមនុស្សមានពណ៌សម្បុរកាយខ្មៅរាងខ្ពស់ដំណើរកេងកាំងបន្តិចជាមនុស្សបន្តបន្សំចិញ្ចឹមអាត្មាបានស្រួលសន្មតថាសមាគមគប់មិត្តគួរជ្រើសយកមនុស្សសម្បុរបដិប្រសងគឺសម្បុរខ្មៅនឹងខ្លួនទើបបានជាមេត្រីមានភារៈភាពល្អតាមពិតនរជនពួកនេះបើបានកូនប្រុសដំបងកូននោះពិតអាចជាទីពំនាក់ទៅអនាគតផ្ទុយទៅវិញបើមនុស្សកើតខែមិថុនាបានកូនស្រីច្បងច្រើនមានការផលរមាស់ពុំស្រួលឬជារឿយមនុស្សកាត់ខែមិថុនានេះមានបច្ចាមិត្តចំពោះជនដែលមានសម្បុរស្ដើងរយភ្នែកលឿងហើយក្រឡឹបផងចំណែកគូសម្ផស្សត្រូវជួបនឹងគូដែលមានវិចារទន់ភ្លន់រឹកសុភាពចិត្តសប្បុរសល្មមទីពឹងសង្ឃឹងបាននៅជាមួយគ្នាទៅវិញទៅមក